សួស្តីបងប្អូនទាំងអស់គ្នាចុងសប្តាហ៍មានដំណើរកំសាន្តទៅណាអត់ខ្ញុំជឿជាក់ថាពាក្យច្រើនតែជានៅផ្ទះរៀបចំទុកដាក់ឲ្យប្រអីចិត្តចូលចិត្តដល់ថ្ងៃចូលឆ្នាំហ្មងនៅតែថ្ងៃនេះយប់នេះមួយយប់ទៀតដល់ហើយអញ្ចឹងថ្ងៃនេះប្រហែលជាមានយើងខ្លាំងហើយអាចថាបងប្អូនខ្លះក៏ជួបជុំបងប្អូនបណ្ដើអញ្ចឹងទៅរៀបចំបោសសម្អាតផ្ទះដូចជារៀបចំតាំងទេវតាអីផ្សេងនឹងឯងខ្ញុំខាងនេះវិញគឺរៀបបាន 90% ហើយអត់ទាន់ហើយមែនទេនេះដោយសារតរបស់ខ្លះយើងអត់ទាន់ហ៊ានដាក់តាំងទេវាក្តៅខ្លាំងអញ្ចឹងចាំស្អែកអីបើយើងដាក់បន្ថែមទៀតដូចផ្កាអីទៅស្អែកក៏បានខាងខ្ញុំដាក់ឃើញខេតគេផ្សេងភ្លៀងតែនៅខាងខ្ញុំនេះវិញអត់ភ្លៀងសោះមេឃក្តៅហែងម្ដងខាងខេតសៀមរាបអត់មានភ្លៀងទេបងប្អូនអើយក្តៅខ្លាំងហ្មងចឹងអ្នកទៅលេងសង្ក្រាន្តអីពេលគេលេងទឹកលេងអីហ្នឹងដឹងថាសប្បាយហើយព្រោះក្តៅអញ្ចឹងហើយលេងទឹកគឺត្រូវនឹងអាកាសធាតុតែម្ដងជឿជាក់ថាថ្ងៃនេះបងប្អូនគ្រប់គ្នារវល់ខ្លាំងហើយនឹងការរៀបចំតាំងទេវតានៅផ្ទះព្រោះសល់ពេលតថ្ងៃនេះហើយនឹងស្អែកអញ្ចឹងអ្នកខ្លះក៏អាចថារៀបចំទុកដាក់ថ្ងៃនេះឲ្យហើយស្រួលថ្ងៃស្អែកអីខ្វះអីអាចថាយើងបន្ថែមតាមក្រោយបានព្រោះព្រឹកមិញទៅផ្សារបងប្អូនមនុស្សច្រើនមែនទែនគឺអ៊ូអកុសកនិយាយទៅកុសកហ្មងមនុស្សច្រើនព្រោះគេសម្រុកមកផ្សារទិញទឹកមិនថាតការរៀបចំទុកដាក់តាំងទេវតាទេគេទិញឬថាធ្វើម្ហូបអីសម្រាប់ញ៉ាំជុំគ្រួសារព្រោះវាជាឱកាសដែលយើងជុំបងប្អូនណាទីឆ្ងាយគឺបានបនទាននឹងឯងអ្នកទៅធ្វើការឆ្ងាយអីហ្នឹងពេលខែបនខែទៀនគ្នាមកលេងផ្ទះហ៎បងអូនខ្ញុំអីនៅគ្នាធ្វើការនៅរឿងឆ្ងាយកក់ទៅសម្បត្តិឡានក្រុងប៊ីអត់បានពេញអស់តែម្ដងទៅមកដល់ព្រឹកមិញបានសម្បត្តិពេលយប់វេនយប់ជិះមកពេលយប់ទៅពេលភ្លឺម៉ោង3ម៉ោង4អីបានគ្នាបានមកដល់ផ្ទះអូយទៅថាជួបជុំបងប្អូនម្ដងគឺដឹងថាសប្បាយណាស់ជួបជុំគ្នាពីយើងមិនមែនមួយខែបានជួបគ្នាម្ដងទេគឺតែមានបុណ្យទានអីនឹងឯងទៅយើងបានជួបជុំគ្នាព្រោះអីខំប្រឹងធ្វើការងាររស់ស៊ីរៀងខ្លួនដើម្បីទៅជីវភាពនឹងឯងម្នាក់ហើយឥឡូវនេះខ្ញុំទិញបានឡាប់មិន2គីឡូយកមកប្រឡាក់ទុកក្នុងទូក្រិនជៀនធ្វើម្ហូបអីញ៉ាំផ្សេងព្រោះឃើញមនុស្សច្រើនអញ្ចឹងខ្លាចថាថ្ងៃស្អែកអីទៅណែនចឹងនឹងទៀតខ្លាចអត់មានម្ហូបញ៉ាំខ្លាចទិញអត់ទាន់គេបងប្អូនពេលខ្លះមែនណាយើងទៅផ្សារយើងក៏ថាអាងតែមានផ្សារមានណាខែបនខែទៀនចឹងគេក៏សរុបទិញយើងក៏សរុបទិញពេលខ្លះរបស់ដែលយើងចង់បានហ្នឹងវាទៅជាអត់ណាចឹងហើយសារកូនខ្ញុំក៏ចូលចិត្តញ៉ាំស្លាប់មន់ប្រឡាក់ជៀនឬក៏អាំងចឹងហើយឃើញ2គីឡូហ្នឹងឃើញមិនមែន2គីឡូទេឃើញគេលក់ហ្នឹងឃើញស្រស់ល្អដែរចឹងហើយទិញ2គីឡូយកមកប្រឡាក់ទុកទូហ្មងទៅព្រោះមិនមែនញ៉ាំតកូនទេព្រោះមនុស្សធំក៏ញ៉ាំដែរអញ្ចឹងរៀងសេតដែរបងប្អូនដល់ពេលកាត់ផ្លូវមើលលាងស្អាតអីហើយដល់ពេលលាយគ្រឿងអស់រឌីអញ្ចឹងក៏អីទេមានណាធ្វើនឹងទៅដាក់អំបិលក្រួសយកតែម្ដងណាមួយអំបិលក្រួសក៏វាមិនសូវប្រៃអីដែរអញ្ចឹងការប្រឡាក់គឺដូចទៅទូទៅទេបងប្អូនដូចតាម បងប្អូនធ្វើនៅផ្ទះនឹងឯងគ្រឿងផ្សំយើងនឹងមានតែម្សៅស៊ុបស្ករម្រេចខ្ទឹមអីជាដើមហ្នឹងខ្ញុំដាក់មានលាយខ្ទឹមក្រហមខ្ទឹមសបន្តិចហើយខ្ទឹមក្រហមព្រោះខ្ញុំជិះចិត្តក្លិនដាក់ឲ្យវាឈ្ងុយទៅវាកាត់ឆ្អាបអីណាហើយផ្លូវមុនហ្នឹងខ្ញុំប្រឡាក់រសជាតិម្រេចអញ្ចឹងទៅខ្ញុំដាក់ម្រេចទាំងច្រើនបន្តិចដាក់ឲ្យវាដុតខ្លាំងតែម្ដងយើងលាយគ្រឿងផ្សំហើយចុងក្រោយគេខ្ញុំដាក់ប្រេងខ្យងអីនឹងឯងគ្រឿងផ្សំនឹងប្រេងខ្យងម្សៅស៊ុបអីផ្សេងហ្នឹងទៅយើងលាយហើយយើងច្បៅចូលពេលយើងច្បៅសពហើយយើងក៏ភ្លក់វាបន្តិចណាទៅតាមចំណង់ចំណូលចិត្តបងប្អូនលាយគ្រឿងនឹងប៉ាន់ស្មានទៅតាមថា2គីឡូដាក់ប៉ុណ្ណាអញ្ចឹងណាពេលខ្ញុំស្លាប់មិន2គីឡូហ្នឹងខ្ញុំដាក់អំបិលក្រួសហ្នឹងមកស្លាប់ព្រាកន្លះតែខ្ញុំលួចទឹកត្រីបន្តិចទៀតព្រោះនៅផ្ទះខ្ញុំជួយចិត្តរសជាតិដិតដែរមានអីទេបងប្អូនវីដេអូមានតែប៉ុណ្្នឹងឯងរៀបរៀងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខហ្នឹងណា Happy ខ្មែរនិយាយជូនពរបងប្អូនសុខភាពល្អ
មានតំណើកំសាន្តទៅទីជាតិទីឆ្ងាយសុខសប្បាយប្រធានទាំងអស់គ្នាអរគុណបាយបាយជួបគ្នានៅវីដេអូក្រោយទៀតណាឥឡូវមួយទៀតខ្ញុំប្រឡាក់ហើយហ្នឹងខ្ញុំអ៊ុតទុកបងប្អូនខ្ញុំជួយចិត្តពេលខ្ញុំធ្វើហើយខ្ញុំចិត្តដាក់ថងហើយខ្ញុំអ៊ុតទុកចឹងទៅវាងាយស្រួលវាអត់ហៀអត់អីចឹងណាអត់ហៀទឹកចេញមកក្រៅអីបតិបតាទេយើងអ៊ុតហើយយើងដាក់កន្លែងទូដាក់ក្នុងទូទឹកកកអីចឹងទៅពេលយើងចង់ញ៉ាំយើងយកមកញ៉ាំតែដោយសារវារាំងច្រើនដែរទេខ្ញុំដាក់ថងអ៊ុតនឹងបើសិនជាតិចតួចអីខ្ញុំដាក់ប្រអប់វាទៅតាមចំនួនវាដែរច្រើនអញ្ចឹងយើងប្រើថង់ទៅយើងដាក់បានច្រើនមួយថង់ទៅចប់តែម្ដងតែបន្តិចយើងដាក់កូនប្រអប់តិចតួចអញ្ចឹងទៅអូខេបាយបាយអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាជួបគ្នានៅវីដេអូក្រោយទៀតណា Happy ខ្មែរ New Year